សូមគោរពជំរាបសួរបងប្អូនចាស់គម្រោងដែលមានបំណងចង់សាងសង់នៅគម្រោងថ្មីដូចជាគម្រោងឃ្លាំងគម្រោងអគារស្នាក់នៅគម្រោងវិឡាស្ថានភាពសាលារៀនឬមន្ទីរពេទ្យចំណាយពេលវេលាស្ដាប់វីដេអូនេះដល់ចប់យើងសង្ឃឹមថានឹងអាចជួយបងប្អូនក្នុងការសន្សំចំណាយថវិកាគម្រោងជាក់ស្ដែងម្ចាស់គម្រោងតែផ្ដោតទៅលើសកម្មភាពរបស់គម្រោងដោយមិនបានគិតទៅដល់គ្រឹះសំខាន់នៃភាពជោគជ័យរបស់គម្រោងនោះគឺការរៀបចំផែនការនិងថវិការបស់គម្រោងគឺថាម្ចាស់គម្រោងគាត់បានខ្វះខាតក្នុងការជ្រើសរើសអ្នកជំនាញក្នុងការមកសិក្សាប្លង់ស្ថាបត្យកម្មប្លង់គ្រោះបង្គំក៏ដូចជាប្លង់ទឹកភ្លើងរបស់គាត់ម្ចាស់គម្រោងមិនបានជ្រើសរើសអ្នកជំនាញក្នុងការមកគ្រប់គ្រងទៅលើគម្រោងក្នុងការសាងសង់របស់គាត់ម្ចាស់គម្រោងមិនបានជ្រើសរើសអ្នកជំនាញមកត្រួតពិនិត្យរាល់ដំណាក់កាលនៃការសាងសង់របស់គាត់ក៏ដូចជានៅពេលបញ្ចប់ការងារសាងសង់គឺមិនមានអ្នកជំនាញក្នុងការត្រួតពិនិត្យឯកសារដើម្បីបិទបញ្ចប់គម្រោងសូមគិតថាពួកយើងគឺជាអ្នកនាំផ្លូវរបស់គម្រោងប្រសិនបើបងប្អូនបានពិភាក្សាយើងចាប់តាំងពីពេលចាប់ផ្ដើមនៃគម្រោងពួកយើងអាចប្រឹក្សាជូននិងប្រាប់ថាថវិការបស់គម្រោងដែលយើងសាងសង់ទៅតាមប្លង់ស្ថាបត្យកម្មដែលយើងចង់បាននោះតើអាចស្ថិតនៅក្នុងការចង់បានរបស់យើងបានដែរទេការឲ្យយោបល់ទៅលើការជ្រើសរើសអ្នកជំនាញក្នុងការសិក្សាប្លង់ស្ថាបត្យកម្មប្លង់គ្រោះបង្គំក៏ដូចជាប្លង់ទឹកភ្លើងជាពិសេសគឺយើងធ្វើការសិក្សានឹងត្រួតពិនិត្យទៅលើប្លង់ដែលគាត់ design មកដើម្បីធានាថាអគារដែលគាត់កំពុងតែសិក្សាគឺប្រកបទៅដោយគុណភាពក្នុងការប្រើប្រាស់យើងក៏ជួយជាតំណាងដើម្បីធ្វើការគ្រប់គ្រងគម្រោងឲ្យអតិថិជនតាមរយៈការត្រួតពិនិត្យទៅលើគុណភាពសំណង់ការគ្រប់គ្រងទៅលើផ្នែកសុវត្ថិភាពការគ្រប់គ្រងទៅលើចំណាយជាពិសេសការគ្រប់គ្រងទៅលើ timeline របស់គម្រោងដើម្បីធានាឲ្យគម្រោងរបស់អតិថិជនបញ្ចប់ទៅតាមទំហំបាត់ចិត្តរបស់គម្រោងក៏ដូចជា schedule របស់គម្រោងផងដែរយើងក៏អាចជាជំនួយដល់ការគ្រប់គ្រងគម្រោងរបស់អតិថិជនតាមរយៈការត្រួតពិនិត្យទៅលើគុណភាពការត្រួតពិនិត្យទៅលើផ្នែកសុវត្ថិភាពក្នុងការសាងសង់និងធានាទៅលើការចំណាយរបស់គម្រោងឲ្យស្ថិតនៅក្នុងការចំណាយតាមផែនការជាពិសេសការគ្រប់គ្រងទៅលើ schedule របស់គម្រោងឲ្យដើរទៅតាមផែនការដើមនៃគម្រោងនិងចំណុចសំខាន់ក្រោយបញ្ចប់គម្រោងសាងសង់ពួកយើងក៏ជាអ្នកត្រួតពិនិត្យនិងរៀបចំឯកសារបិទបញ្ចប់គម្រោងជូនអតិថិជនផងដែរវាផ្ដើមចេញពីអន្ទាក់នៃតម្លៃទាបជាធម្មតាម្ចាស់គម្រោងពេលដែលទទួលបានការដាក់ខ្ពស់តម្លៃពីក្រុមហ៊ុនសាងសង់ចំនួន3ក្រុមហ៊ុនមួយបានផ្ដល់តម្លៃដែលទាបជាងក្រុមហ៊ុនដទៃទៀតរហូតដល់ 20% គាត់ក៏សម្រេចចិត្តជ្រើសរើសយកមកសាងសង់គម្រោងរបស់គាត់ភ្លាមតែដោយសារការខ្វះខាតនៅក្នុងការសិក្សាទៅលើតម្លៃដោយសារបញ្ហាត្រវីងមានភាពមិនច្បាស់លាស់ធ្វើឲ្យការអនុវត្តគម្រោងអ្នកម៉ៅការបានទាមទារនៅការងារបន្ថែមជាច្រើនដែលធ្វើឲ្យការងារ final account នៅពេលដែលបិទបញ្ចប់គម្រោងការចំណាយគឺមានតម្លៃខ្ពស់ជាងក្រុមហ៊ុនដែលបានដាក់តម្លៃថ្លៃតាំងពីពេលចាប់ផ្ដើមទៅទៀតក្រៅពីនេះគឺអតិថិជនម្ចាស់គម្រោងគាត់តែងតែខ្វះចន្លោះក្នុងការគិតអំពី indirect cost របស់ project មានដូចជាការតេស្តដីការសិក្សាប្លង់ការចំណាយក្នុងការរៀបចំការដ្ឋានជាដើមតែជាចំណុចទាំងអស់នេះគឺវាជាផ្នែកមួយដែលប៉ះពាល់ដល់ការចំណាយនៅក្នុង project របស់គាត់ដែលខុសពីការរៀបចំផែនការគាត់